រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថារុស្ស៊ីគ្មានបំណងវាយប្រហាររដ្ឋអឺរ៉ុបឬក៏ NATO ទេរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថាប្រទេសរបស់លោកមិនមានចេតនាវាយប្រហាររដ្ឋសហភាពអឺរ៉ុបហៅកាត់ថា EU ឬក៏រដ្ឋសមាជិកអង្គការសន្ធិសញ្ញាអន្តរជាតិខាងជើងហៅកាត់ថា NATO ទេប៉ុន្តែបានព្រមានអំពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការឈ្លានពានណាមួយដែលសម្ដៅទៅលើទីក្រុងមូស្គូនៅក្នុងសន្ទរកថាថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី27ខែកញ្ញាលោកឡាវរ៉ូវដែលកាន់តំណែងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីអស់រយៈពេល20ឆ្នាំមកហើយនោះបាននិយាយថាការគម្រាមកំហែងប្រឆាំងនឹងប្រទេសរុស្ស៊ីដោយបណ្ដាប្រទេសលោកខាងលិចកំពុងកើនឡើងកាន់តែខ្លាំងលោកថាការចាត់ប្រកាន់ថាបានរៀបចំផែនការវាយប្រហារលើសម្ព័ន្ធភាពយោធា NATO និងសហភាពអឺរ៉ុបកំពុងក្លាយជារឿងធម្មតាកាន់តែខ្លាំងលោកឡាវរ៉ូវថារុស្ស៊ីមិនដែលនឹងមិនមានបំណងបែបនេះទេប៉ុន្តែការឈ្លានពានណាមួយប្រឆាំងនឹងប្រទេសរបស់ខ្ញុំនឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ជាមួយគ្នានោះរុស្ស៊ីបានបដិសេធចំពោះការបំពានដោយយន្តហោះ drone គ្មានមនុស្សបើកលើប្រលានយន្តហោះរបស់ប្រទេសដាណាម៉ាកបន្ទាប់ពីដាណាម៉ាកបាននិយាយថា drone បានហោះពីលើប្រលានយន្តហោះរបស់ខ្លួនប៉ុន្តែពុំមានភស្តុតាងបង្ហាញថាហេតុការណ៍នេះជាប់ពាក់ព័ន្ធនឹងរុស្ស៊ីទេការបដិសេធរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីធ្វើឡើងក្រោយអេស្តូនីបានចោទប្រកាន់រុស្ស៊ីថាបានរំលោភលើដែនអាកាសរបស់ខ្លួនជាមួយនឹងយន្តហោះចម្បាំងខណៈប៉ូឡូញវិញក៏បានរាយការណ៍ពីការបំពានដែនអាកាសរបស់ខ្លួនដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីដែររហូតបង្ខំឲ្យសមាជិក NATO ចូលជួយនៅក្នុងបេសកកម្មការពារដែនអាកាសដោយបានបាញ់ទម្លាក់វងយន្តហោះទាំងនោះនាពេលថ្មីនេះការបំពានដែនអាកាសជាបន្តបន្ទាប់នេះបានជំរុញឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បើកភ្លើងឃីវឲ្យប្រទេសសមាជិក NATO បាញ់ទម្លាក់យន្តហោះរុស្ស៊ីនៅក្នុងដែនអាកាសរបស់ពួកគេជាមួយគ្នានោះ NATO ខ្លួនឯងផ្ទាល់បានព្រមានថាខ្លួននឹងប្រើប្រាស់ជំរើសចាំបាច់ទាំងយោធានិងមិនមែនយោធាដើម្បីការពារខ្លួនបន្ទាប់ពីការលុកលុយនាពេលថ្មីនេះ